កម្មវិធីស្ត្រីដើម្បីស្ត្រីដែលរៀបចំឡើងដោយវិទ្យុជាតិខេត្តកណ្ដាលនៅក្នុងថ្ងៃនេះនឹងជម្រាបជូនលោកអ្នកអំពីអត្ថប្រយោជន៍នៃការទទួលទានខ្ទឹមសឆៅនៅពេលភ្ញាក់ពីគេងចា៎ដើម្បីឲ្យដឹងថាតើមានអត្ថប្រយោជន៍អ្វីខ្លះនោះនៅពេលនេះសូមលោកអ្នកមកតាមដានជាមួយនឹងនាងខ្ញុំដូចតទៅការបរិភោគខ្ទឹមសនៅពេលពោះទទេមិនត្រឹមតែជួយបង្កើនភាពធន់ប៉ុណ្ណោះទេប៉ុន្តែក៏មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺរ៉ាំរ៉ៃជាច្រើនផងដែរមនុស្សមួយចំនួនអាចនឹងមិនចូលចិត្តខ្ទឹមសកុំថាឡើយឆៅសូម្បីតែឆ្អិនក៏មិនចង់ញ៉ាំដែរព្រោះវាមានក្លិនអាក្រក់បន្តិចតែអ្នកគួរតែសាក់លបងបរិភោគវាសាឡើងវិញព្រោះវាផ្ដល់នូវអត្ថប្រយោជន៍បានច្រើនយ៉ាងដល់សុខភាពប្រចាំថ្ងៃខ្ទឹមសផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជាជាតិសរសៃវីតាមីន C បេស៊ីស ប៉ូតាស្យូម និងកាល់ស្យូមវិទ្យាស្ថានជាតិជំងឺមហារីកបាននិយាយថាខ្ទឹមសមានលក្ខណៈប្រឆាំងនឹងជំងឺមហារីកមូលហេតុដែលខ្ទឹមសសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដើរតួយ៉ាងសំខាន់នៅក្នុងការកម្ចាត់រ៉ាឌីកាល់ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពមួយចំនួនរបស់ខ្ទឹមសខ្ទឹមសគឺអាចកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មទប់ទល់នឹងរ៉ាឌីកាល់សេរីកាត់បន្ថយកម្រិតកូលេស្តេរ៉ុលការពារជំងឺគ្រុនសរសៃឈាមរក្សាស្ថិរភាពជាតិស្ករនៅក្នុងឈាមការពារការឆ្លងមេរោគផ្សិតជួយឲ្យរាងកាយស្រូបយកសារធាតុរ៉ែបានកាន់តែច្រើនកាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើមការពារជំងឺរលាកសន្លាក់ពង្រឹងប្រព័ន្ធភាពស៊ាំជំនួយសុខភាពសរសៃប្រសាទកាត់បន្ថយជំងឺផ្ដាសាយតែនេះគ្រាន់តែជាគុណប្រយោជន៍មួយចំនួនរបស់ខ្ទឹមសប៉ុណ្ណោះប៉ុន្តែហេតុអ្វីបានជាលោកអ្នកគួរញ៉ាំខ្ទឹមសនៅពេលព្រឹកពេលព្រឹកជាពេលវេលាដែលបាក់តេរីទន់ខ្សោយបំផុតហើយវានឹងមិនអាចការពារខ្លួនបានហេតុនេះហើយខ្ទឹមសដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការកម្ចាត់បាក់តេរីចេញពីរាងកាយក្រៅពីមានក្លិនមិនល្អបន្តិចខ្ទឹមសគឺជាបន្លែល្អណាស់សម្រាប់សុខភាពមនុស្សទោះយ៉ាងណាក៏ដោយប្រសិនបើលោកអ្នកមិនអាចបរិភោគខ្ទឹមសឆៅបានលោកអ្នកក៏អាចយកទៅអាំងបានខ្ទឹមសមានជាតិហឹរសម្បូរទៅដោយជាតិវីតាមីនជាច្រើនដូចជាវីតាមីន A វីតាមីន E វីតាមីន B អង់វីតាមីន B ដឺវាជួយរំញោចការរំលាយអាហារបន្សាបជាតិពុលបំបត្តិកំហាកថ្នាំសម្លាប់មេរោគនិងជាថ្នាំកម្ចាត់សត្វល្អិតផ្សេងចាលោកត្រីនាងកញ្ញានិងប្រិមិត្តទស្សនិកជនជាទីមេត្រីចាលោកអ្នកបានជ្រាបរួចមកហើយអំពីអត្ថប្រយោជន៍នៃការទទួលទានខ្ទឹមសឆៅដែលនាងខ្ញុំបានជម្រាបជូនពីខាងលើចានាងខ្ញុំក៏សូមជម្រាបផងដែរថាអត្ថបទនេះនាងខ្ញុំបានដកស្រង់ចេញពីគេហទំព័រ social.sabai.com.kh ចាលោកត្រីនាងកញ្ញានិងប្រិមិត្តទស្សនិកជនជាទីមេត្រីចានៅពេលនេះដោយសារតែពេលវេលាមានកំណត់កម្មវិធីក៏ឈានដល់ពេលបញ្ចប់នាងខ្ញុំក៏សូមជូនពរឲ្យលោកត្រីនាងកញ្ញាជួបតែសេចក្តីសុខនិងមានសុភមង្គលគ្រប់ក្រុមគ្រួសារចានាងខ្ញុំព្រមទាំងក្រុមការងារនៃវិទ្យុជាតិខេត្តកណ្ដាលសូមអរគុណនិងសូមជម្រាបលា